តើលេងក្រៅប្រទេសហើយខ្ញុំតែងតែចង់សាកល្បងនៅអ្វីដែលថ្មីជាពិសេសចង់សាកល្បងនៅសម្លៀកបំពាក់បែបប្រពៃណីរបស់គេតែម្ដងអញ្ចឹងនៅពេលដែលខ្ញុំទៅដល់ជប៉ុនហើយគឺខ្ញុំមិនអាចដំឡូងទេនៅការស្លៀកសម្លៀកបំពាក់បែបប្រពៃណីរបស់គេដែលសម្លៀកបំពាក់នោះគឺគេហៅថាគីម៉ូណូនោះឯងការស្លៀកពាក់គីម៉ូណូនេះគឺរុំច្រើនជាន់មែនទែនបើទោះបីជាមើលទៅឃើញថាកណាត់ស្ដើងទេប៉ុន្តែយើងត្រូវរុំឡើងពី3ជាន់ឯណោះហើយនិយាយអំពីតម្លៃនៅក្នុងការជួលឈុតគីម៉ូណូនេះស្លៀកគឺខ្ញុំ2នាក់ហ្នឹងគឺអស់$150បូកទាំងថ្លៃផាត់មុខផងដែរតែបើសិនជាយើងអត់ផាត់មុខទេតម្លៃទាបជាងនឹងហើយនិយាយបានថាតម្លៃនេះរៀងថ្លៃគួរសមដែរប៉ុន្តែខ្ញុំមិនដឹងធ្វើម៉េចទេព្រោះខ្ញុំចង់សាកល្បងស្លៀកឈុតហ្នឹងហើយអញ្ចឹងក៏ចំណាយលុយតែម្ដងទៅការជួលឈុតនេះគឺខ្ញុំជួលឈុតនៅក្បែរព្រះវិហារសិនស៊ូជីដែលនៅតំបន់អាសាកូសាហើយក៏នៅមិនឆ្ងាយដែរនៅប្លុកហ្នឹងគឺសម្បូរកន្លែងជួលឈុតខ្លាំងមែនទេអញ្ចឹងនៅពេលដែលតែងហើយគឺនាំគ្នាដើរទៅព្រះវិហារនៅក្បែរនោះទៅរកប្លង់ថតរូបហើយក៏មានជនជាតិបរទេសគាត់សុំថតផងដែរហើយគាត់ទៅសារតែស្អាតនិយាយមិនសម្រាប់ខ្ញុំឃើញឈុតនឹងស្អាតខ្ញុំពិតជាស្រឡាញ់ប៉ុន្តែបើផាត់មុខវិញគឺចាប់តែម្ដងគឺម្សៅនៅដល់ម្សៅមុខខ្ញុំនៅในមុខហើយខ្ញុំមានអារម្មណ៍ថាពេលដែលផាត់មុខទៅវាឃើញមុខខ្ញុំចាស់ជាងអត់ផាត់ទៀតដូចអ្នកទាំងអស់គ្នាបានឃើញចឹងខ្ញុំអត់សូវស្រឡាញ់ការផាត់មុខទេប៉ុន្តែបើកៅអៅគឺខ្ញុំស្រឡាញ់តែម្ដងពេលដើរចូលទៅដល់ព្រះវិហារហ្នឹងគឺសម្បូរគេតែងបែបឈុតគីម៉ូណូនឹងច្រើនមែនទែននិយាយទៅក៏ខ្ញុំមានអារម្មណ៍ថាទាំងគេទាំងខ្ញុំមកដល់ហើយគឺចង់សាកល្បងហើយអាកាសធាតុថ្ងៃហ្នឹងគឺត្រជាក់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាឃើញអ្នកផ្សេងពាក់អាក្រាស់ហើយពួកខ្ញុំពាក់ឈុតគីម៉ូណូហ្នឹងគឺកណាត់ស្ដើងមែនទែនហើយនិយាយទៅត្រជាក់ខ្លាំងតែម្ដងប៉ុន្តែធ្វើមិនទេហើយតែចង់បានរូបថតបែបប្រពៃណីបែបស្អាតអញ្ចឹងទៅចិត្តតែទ្រាំទៅហើយខ្ញុំនេះថតរូបបានតែ4-5ប៉ុស្តិ៍ទេហើយថតវីដេអូតិចតួចអីតែប៉ុណ្្នឹងឯងដោយសារតែវាត្រជាក់ខ្លាំងពេកទៅក៏នាំគ្នារត់មកចូលក្នុងហាងគេអង្គុយដើម្បីឲ្យក្តៅសិនហើយបន្ទាប់មកបាននាំគ្នាទៅផ្លាស់កៅអៅដើម្បីដើរលេងបន្តទៀតព្រោះថាអត់អាចបន្តស្លៀកកៅអៅនឹងបានទេហើយនេះគឺជារូបថតដែលពួកខ្ញុំបានថត4-5ប៉ុស្តិ៍នឹងឯងបានជាអនុស្សាវរីយ៍ខ្លះដែរកុំឲ្យថាអត់បានថតស្លៀកកៅអៅប្រពៃណីគេសោះថ្ងៃដែលខ្ញុំទៅលេងព្រះវិហារសិនស៊ូជីនោះគឺមនុស្សច្រើនខ្លាំងមែនទែនមិនដឹងថាមកពីណាពីណីខ្លះទេនិយាយទៅភ្ញៀវទេសចរនៅប្រទេសជប៉ុនគឺច្រើនខ្លាំងមែនទែនគ្រាន់តែមកព្រះវិហារហ្នឹងណាឡើងណែនតាន់តាប់តែម្ដងបាននិយាយថាព្រះវិហារសិនស៊ូជីនៅអាសាកូសាហ្នឹងគឺជាទីកន្លែងដែលល្បីខ្លាំងមែនទែនភ្ញៀវទេសចរភាគច្រើននៅពេលដែលគាត់ទៅលេងហ្នឹងគឺសំដៅទៅកន្លែងហ្នឹងហើយនៅពេលដែលខ្ញុំសង្កេតឃើញថាសបោគេទៅបោះកាក់ហើយគេបួងសួងហើយមួយវិញទៀតគឺឃើញគេទៅកន្លែងអុជធូបហ្នឹងដើម្បីបក់ផ្សែងហ្នឹងមកខ្លួនយើងវិញខ្ញុំមិនដឹងថាគេធ្វើអញ្ចឹងដើម្បីអីទេតែខ្ញុំឃើញគេធ្វើខ្ញុំក៏ធ្វើតាមគេទៅព្រោះខ្ញុំគិតថាប្រហែលជាជំនឿគេអីចឹងហើយយើងក៏ធ្វើតាមគេទៅចេញពីព្រះវិហារឡើងបោះកាក់នឹងឡើងអុជធូបហើយក៏ពួកខ្ញុំនៅតែនៅក្នុងនឹងដដែលទេដោយសារតែនៅនឹងមុខវិហារហ្នឹងគឺមានកន្លែងគេលក់របស់ញ៉ាំវត្ថុអនុស្សាវរីយ៍អីធំខ្លាំងមែនទែននិយាយទៅច្រើនច្រកណាអ្នកទាំងអស់គ្នាហើយច្រកណាក៏មនុស្សដែរហើយខ្ញុំណាក៏ចេះតែដើរមើលគេទៅយើងទិញនំញ៉ាំអីតិចតួចចឹងដើម្បីចង់ដឹងរសជាតិថានំនឹងរសជាតិបែបម៉េចចឹងណាបើនិយាយពីវត្ថុអនុស្សាវរីយ៍វិញគឺស្អាតមែនទែនខ្ញុំទៅហើយខ្ញុំចាប់អារម្មណ៍ចង់ទិញខ្លាំងប៉ុន្តែគាត់ថាតម្លៃរៀងថ្លៃដែរអ្នកទាំងអស់គ្នាអញ្ចឹងអត់ទេយើងដើរលេងបែបសេលលុយអត់ស្ទឹងមានលុយទិញរបស់របរអីទេអញ្ចឹងដើរទៅមើលបានហើយទិញបានតំណុំញ៉ាំអីតិចតួចនឹងឯងនៅហ្នឹងគេជួយចិត្តធ្វើរបស់ទូចបែបឈុតមែនតើនិយាយទៅឃើញហើយចង់ទៅទិញហ្មងណានិយាយទៅខ្ញុំបានទិញដែរទិញរបស់ទូចតែបើថារៀងធំអីអត់ហ៊ានទិញឯងដូចខ្ញុំនិយាយអញ្ចឹងវារៀងតម្លៃគួរសមដែរអញ្ចឹងណាហើយទៅដើរលេងឯហ្នឹងគឺគ្មានបានទិញរបស់របរអីផ្ញើមិត្តភ័ក្តិទេព្រោះដោយសារតែថ្លៃអញ្ចឹងយើងដើរលេងបែបសេលលុយមិនមែនរីសទេប៉ុន្តែនៅនឹងថ្លៃមែនអ្នកទាំងអស់គ្នាអញ្ចឹងអ្វីដែលអាចកាត់បន្ថយការចំណាយបានយើងកាត់បន្ថយអញ្ចឹងណាបើនិយាយទៅថ្ងៃហ្នឹងគឺអាកាសធាតុត្រជាក់មែនប៉ុន្តែដើរកាត់ហាងការ៉េមួយអ្នកទាំងអស់គ្នាគឺឃើញហើយគឺអត់អាចទប់ចិត្តបានទេគឺត្រូវតែទិញញ៉ាំភ្លក់រសជាតិដោយសារតែហាងហ្នឹងគឺលក់បែបរសជាតិម្ឆាសុទ្ធតែម្ដងគេមាននំរសជាតិម្ឆាមានតែហើយមានការ៉េមអញ្ចឹងពួកខ្ញុំក៏សាកល្បងញ៉ាំការ៉េមនិយាយពីថាមិនត្រជាក់ហើយនាំគ្នាញ៉ាំការ៉េមទៀតប៉ុន្តែរសជាតិ the best មកអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបានទៅលេងពហិសិនស៊ូជីនឹងហើយកុំភ្លេចទៅភ្លក់រសជាតិការ៉េមនឹងផងរសជាតិលក្ខណៈថារសជាតិដើមហ្មងណាគឺឆ្ងាញ់មែនតើហ្មងតែហ្នឹងសម្រាប់អ្នកដែលគាត់ចូលចិត្តរសជាតិម្ឆាណាតែបើសិនជាអ្នកអត់ចូលចិត្តរសជាតិម្ឆាទេខ្ញុំអត់ណែនាំឲ្យទៅទេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាជួបគ្នាក្នុងវីដេអូក្រោយជម្រាបលាបាយ